Lấy mà mơ thì không Phnom Penhវិញផ្លូវពីបលិញហោះថ្មីក៏អាចក្លាយជាច្រកស្វាគមន៍មួយដ៏រស់រវើកផងដែរដែលអាចបង្ហាញពីអត្តសញ្ញាណទីក្រុងក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម័យមើលថាទេសភាពនៅពេលដែលយើងឈានចេញពីព្រលានមានដើមកង្កោបនិងដើមចន្ទគិរីធំៗដុះអមជាម្លប់នៅសងខាងផ្លូវមានបរិយាកាសធម្មជាតិអមនៅស្ទឹងបឹងបួរនិងមានបំពាក់ថាមពលសូឡាដើម្បីផលិតថាមពលស្អាតដើម្បីបង្ហាញពីការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពបន្ថែមពីនេះមានរូបសិល្បៈសម្គាល់ផ្លាកសញ្ញាស្វាគមន៍មកកាន់កម្ពុជានិងស្ថាបត្យកម្មល្អៗត្រង់ចំណុចផ្លូវបត់ផ្លូវប្រសពនិងចន្លោះផ្លូវស្ពានអាកាសជាដើមដើម្បីបង្ហាញនូវភាពរស់រាយរាក់ទាក់ទៅកាន់ភ្ញៀវទេសចរនៅពេលចូលទៅដល់កណ្ដាលទីក្រុងភ្នំពេញក៏ដូចជាផ្ដល់នូវទំនុកចិត្តសម្រាប់អ្នកវិនិយោគផងដែរពីបលិញហោះទៅកាន់កណ្ដាលទីក្រុងភ្នំពេញតើអ្នកយល់ថាគួរតែទេសចរបន្តគួរតែជាតំបន់មួយណាហើយយើងក៏លេចមើលខាងត្បូងនៃរាជធានីភ្នំពេញយើងឃើញមានក្រុងតាខ្មៅខេត្តកណ្ដាលគឺជាតំបន់អភិវឌ្ឍមួយដែលមានសក្តានុពលខ្លាំងដោយសារតែមានផ្លូវធំជាទីប្រជុំជនហើយមានដងទន្លេដ៏ធំស្កឹមស្កៃជាពិសេសគឺនៅក្បែរបលិញហោះថ្មីតែម្ដងហើយនៅថ្មីនេះយើងនឹងចាប់ផ្ដើមបើកលក់នៅវិឡាម៉ូតថ្មីនៅក្នុងក្រុងតាខ្មៅជាវិឡាតូនតែមានទីតាំងល្អស្ថិតនៅក្នុងក្រុងតាខ្មៅតែម្ដងហើយនៅក្នុងនោះផងដែរយើងក៏មានផ្ទះតែសាងសង់ហើយ 100% បងប្អូនគ្រាន់តែកក់លុយបងប្អូនអាចកាន់សោចូលនៅហើយបងប្អូនមិនចាំបាច់រងចាំការសាងសង់ទេចាប់អារម្មណ៍បងប្អូនអាចមើលទីតាំងបានអរគុណ